បាទជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះនាំអារម្មណ៍តិចមកមើលនៅពលានយន្តហោះអន្តរជាតិទីក្រុងហុងកុងចង់បង្ហាញនេះគឺដោយសារតែនៅហុងកុងហ្នឹងភាគច្រើនយន្តហោះគឺរបស់ក្រុមហ៊ុន Cathay Pacific ហ្នឹងហើយក្រុមហ៊ុន Cathay Pacific ហ្នឹងគាត់មានយន្តហោះរបស់គាត់ហ្នឹងច្រើនមែនតើជាក់ស្ដែងថ្មីនេះគាត់បានយកយន្តហោះរបស់គាត់ហ្នឹងមកផ្ញើនៅពលានយន្តហោះប្រទេសកម្ពុជាយើងដោយសារតែនៅកោះហុងកុងនឹងត្រូវបានទទួលឥទ្ធិពលរបស់ព្យុះដែលធ្វើឲ្យ business ត្រូវបានបិទហើយពលានក៏ត្រូវបានបិទក្នុងរយៈពេល36ម៉ោងដែរហើយគាត់យកមកផ្ញើនៅពលានផ្សេងទៀតដែរហើយក្នុងនោះក៏មានពលានយើងដែរដែលជាសំណាងដែរយើងទើបតែបើកពលានថ្មីហើយមានយន្តហោះគេយកមកផ្ញើអញ្ចឹងហើយមានប្រភេទពួកធំទៀតអញ្ចឹងថ្ងៃនេះខ្ញុំចង់និយាយត្រួសបន្តិចអំពីក្រុមហ៊ុនអាកាសចរមួយនេះដោយក្រុមហ៊ុនអាកាសចរ Cathay ហ្នឹងគឺជាក្រុមហ៊ុនអាកាសចរតំណាងឲ្យកោះហុងកុងនឹងតែម្ដងហើយមានទីស្នាក់ការកណ្ដាលនៅទីក្រុងហុងកុងពលានយន្តហោះហុងកុងនឹងតែម្ដងហើយក្រុមហ៊ុននេះដំបូងឡើយបង្កើតឡើងដោយអតីតកងទ័ពអាកាសដែលមានជនជាតិអាមេរិកហើយនិងជនជាតិអូស្ត្រាលីប៉ុន្តែច្រើនឆ្នាំក្រោយពីការអភិវឌ្ឍអញ្ចឹងមានការផ្លាស់ប្ដូរភាគហ៊ុនអីអញ្ចឹងទៅហើយដែលសប្តាហ៍ថ្ងៃនេះអ្នកដែលម្ចាស់ភាគហ៊ុននឹងមានតែ4ទេហើយសិតតែជាក្រុមហ៊ុនហើយនឹងចុងក្រោយគេនោះគឺរដ្ឋបាលហុងកុងហ្នឹងក៏មានភាគហ៊ុននៅក្នុងក្រុមហ៊ុន Cathay Pacific យ៉ាងដែរដែលធ្វើឲ្យក្រុមហ៊ុនហ្នឹងក្លាយជាអាកាសចរតំណាងឲ្យទីក្រុងហុងកុងហើយក្រុមហ៊ុននេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ1946ហើយបច្ចុប្បន្នមានអាយុកាលហ្នឹង70ឆ្នាំជាងហើយប៉ុន្តែបង្កើតឡើងដំបូងហ្នឹងគឺមិនមែនជាក្រុមហ៊ុនធំខ្នាតធំចឹងទេគឺគាត់មានយន្តហោះតាមួយគ្រឿងឯងសម្រាប់ដឹកទំនិញពីទីក្រុងសៀងហៃទៅទីក្រុងនៃប្រទេសអូស្ត្រាលីហើយបច្ចុប្បន្ននេះភាគហ៊ុនធំរបស់គាត់គឺមាន4ដោយបានជម្រាបខាងដើមអញ្ចឹងហើយក្រុមហ៊ុន Cathay Pacific គឺជាក្រុមហ៊ុនដែលស្ថិតនៅក្នុងសម្ព័ន្ធ One World ហើយគាត់ក៏ជាសហស្ថាបនិកសម្ព័ន្ធសមាគម One World នឹងដែរហើយបច្ចុប្បន្នគាត់មានយន្តហោះនឹងចំនួន180ហ្នឹងបូកទាំងដឹកអ្នកដំណើរហើយនឹងដឹកទំនិញហើយមានគោលដៅហោះហើរហ្នឹងទៅជាង80សំខាន់ហើយអ្វីដែលយើងដឹងហ្នឹងគឺគោលដៅសំខាន់ធំសឹងតែពាសពេញពិភពលោកហើយដែលក្រុមហ៊ុនអាកាសចរ Cathay Pacific ហ្នឹងគាត់ហោះទៅឬក៏មានជើងហោះហើរតភ្ជាប់ដែលធ្វើឲ្យក្រុមហ៊ុននេះក្លាយជាក្រុមហ៊ុនដ៏ធំរបស់កោះហុងកុងហើយជានិមិត្តរូបឬក៏ជាអ្នកតំណាងខាងក្រុមហ៊ុនអាកាសចររបស់កោះហុងកុងដូចជានៅខ្មែរយើងក្រុមហ៊ុនអាកាសចរ Air Cambodia ក៏ជាតំណាងជាតិរបស់ប្រទេសកម្ពុជាយើងដែរហើយពេលដែលបានទៅដល់ពលានឃើញតែយន្តហោះហ្នឹងគឺច្រើនមែនតើនៅពលានហុងកុងហ្នឹងហើយហ៊ុនបានទៅដល់ពលានហុងកុងក៏បងប្អូនគាត់ជិះឃើញដោយតែខ្ញុំចឹងដែរហ្នឹងសិតតែយន្តហោះរបស់ក្រុមហ៊ុន Cathay ហើយអត់មានអីទៀតទេក្នុងអេពីសូតនេះខ្ញុំសូមបញ្ចប់តែប៉ុណ្្នឹងហើយសូមអរគុណសម្រាប់ការចូលមកទស្សនាតាំងពីដើមដល់ចប់